បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងមួយក្នុងការចែករំលែកបាទគឺវិធីក្នុងការដែលយើងដាក់ passcode ឲ្យ Telegram នៅក្នុង Facebook គេហៅថា password ប៉ុន្តែនៅក្នុង Telegram គេហៅថា passcode អញ្ចឹងយើងគ្រាន់តែចូលនៅក្នុង app របស់ Telegram ហើយយើងចុចសញ្ញាត្រេ3បាទបន្តមកទៀតគឺយើងទៅរកវានឹងលោតផ្ទាំងមួយដែលមានពាក្យថា setting ដែលមានសញ្ញាឧទានហ្នឹងហើយយើងចុចទៅវានឹងចេញពាក្យថា privacy and security បន្តមកទៀតយើងអូសទៅនៅផ្ទាំងមួយទៀតនេះវានឹងឃើញពាក្យថា passcode lock អញ្ចឹងយើងគ្រាន់តែចុច enable passcode មកបាទគឺវាតម្រូវឲ្យយើងវាយលេខបើដូចជា password អញ្ចឹងណាបាទអញ្ចឹងយើងវាយលេខតាមដែលយើងចំណាំណាដែលយើងអាសាដាក់លេខដែលយើងចំណាំទាំង Facebook ទាំងលេខ password ដែលយើងអាសាប្រើហ្នឹងគឺយើងអាចវាយចូលទៅបាទអញ្ចឹងបន្ទាប់ពីយើងវាយចូលហើយវាតម្រូវឲ្យយើង re-enter your passcode គឺតម្រូវយើងវាយឲ្យដូចគ្នានឹងម្ដងទៀតបាទដើម្បីឲ្យច្បាស់ថាវាប្រកាសថាយើងវាយលេខកូដហ្នឹងបន្តមកទៀតនឹងវាលោតផ្ទាំងមួយបាទហើយក្នុងហ្នឹងគឺវាមានពាក្យថា unlock with fingerprint អញ្ចឹងបើក្នុងករណីដែលយើងភ្លេច password យើងអាចចុច unlock with fingerprint ហ្នឹងយើងចុចបើកមកដើម្បីយើងភ្លេចលេខកូដយើងអាចscan កញ្ចៅដៃយើងមួយទៀតគឺកន្លែង auto lock ក្នុង auto lock ហ្នឹងគឺគេដាក់ពាក្យ disable in 1 minute in 5 minute in 1 hour និង in 5 hour អាហ្នឹងគឺចង់ប្រាប់យើងថានៅពេលដែលយើងឈប់ប្រើ Telegram ហ្នឹងគឺយើងនឹងឲ្យ Telegram ហ្នឹងវាលោតចាក់សោតែខ្លួនឯងអញ្ចឹងបើសិនយើងដាក់ disable គឺវាអត់ចាក់សោទេតែបើយើងដាក់1នាទី5នាទីហ្នឹងគឺមានន័យថាពេលដែលយើងឈប់លេខគឺ1នាទីក្រោយគឺវាលោតបិទតែម្ដងហើយកន្លែងនេះវាលោតផ្ទាំងថា turn passcode off អញ្ចឹងបើយើងអត់ចង់ប្រើ passcode ទេយើងចុច turn off ទៅតែបើយើងចង់ប្រើយើងចុច cancel មកអញ្ចឹងមានន័យថាសម្រាប់ហើយគឺ Telegram យើងគឺយើងបានដាក់ passcode ហើយអញ្ចឹងនៅពេលដែលយើងឈប់ប្រើវាគឺតាមនាទីក្រោយមកគឺនៅពេលដែលយើងទៅចុចវាទៅគឺវាជាប់ហើយវាជាប់ passcode ហ្នឹងហើយអញ្ចឹងវាតម្រូវយើង scan កញ្ចៅដៃឬក៏តម្រូវឲ្យយើងនឹងវាយ pin វាយលេខកូដហ្នឹងអញ្ចឹងគឺយើងគ្រាន់តែបើទូរស័ព្ទខ្ញុំប្រើកញ្ចៅដៃអញ្ចឹងខ្ញុំ scan កញ្ចៅដៃទៅចូលតែម្ដងតែបើបងប្អូនមិនចង់ប្រើកញ្ចៅដៃទេចង់ប្រើលេខកូដអញ្ចឹងយើងវាយលេខកូដចូលទៅអញ្ចឹងឃើញជាក់ស្ដែងហើយអញ្ចឹងឥឡូវឧទាហរណ៍ថាយើងចង់ដោះវិញយើងអត់ចង់ប្រើទេវាញ៉ៃអញ្ចឹងយើងក៏ចុចលេខ passcode នឹងដដែលមកហើយយើងទៅចុចអាកន្លែង unlock fingerprint នេះយើងចុចបិទវិញទៅហើយអាកន្លែងនេះដាក់ disable មកបាទមានន័យថាយើងអត់ចង់ឲ្យវាជាប់ទេហើយកន្លែង passcode off នេះយើងចុច turn off វាមកអញ្ចឹងមានន័យថាយើងឈប់ប្រើ passcode ហ្នឹងហើយអញ្ចឹងគឺ Telegram យើងគឺវាមកដំណើរការធម្មតាដែលអត់មាន passcode អត់មានលេខសម្ងាត់អីទេបាទប៉ុន្តែជាយោបល់របស់ខ្ញុំយើងគួរតែមាន passcode ហ្នឹងពីព្រោះយើងមិនដឹងទេជួនកាលពេលខ្លះយើងធ្វើការនៅកន្លែងណាមួយដូចជាខ្ញុំអញ្ចឹងគឺនៅសាលាខ្ញុំតែងតែ scan QR Telegram ហ្នឹងដើម្បីប្រើប្រាស់កុំព្យូទ័រនៅ office របស់សាលាហើយពេលខ្លះទៅយើងប្រញាប់ពេកយើងភ្លេចយើងមកចោល Telegram យើងហើយយើងបើកចោលទៅអញ្ចឹងវាធ្វើឲ្យអ្នកដទៃគេអាចចូលទៅប្រើប្រាស់ Telegram យើងដឹងនៅការសម្ងាត់របស់យើងអញ្ចឹងបើសិនជាអាចយើងគួរតែប្រើ passcode ហ្នឹងទៅវាល្អសម្រាប់សុវត្ថិភាពរបស់យើង